សួរអ្នកនរគ្នាថ្ងៃហ្នឹងធ្វើការមកសាលាភូមិន្ទដើម្បីមកចូលរួមកម្មវិធីបុណ្យផ្កាយរបស់ទេសចរឥឡូវយើងធ្វើឲ្យឆ្លងថ្នល់ឥឡូវយើងបានដល់ក្នុងសាលាហើយនៅកម្មវិធីគេធ្វើ CJTC ហ្នឹងឥឡូវយើងធ្វើការដើរទៅតមកឥឡូវយើងបានចូលមកដល់ខាងក្នុងហើយឥឡូវឃើញថាមនុស្សច្រើនមានអ្នកយកថាបតៈហើយនឹងគេអ្នកដើមអស័យសរសេរពីម្ដងមួយថ្ងៃអញ្ចឹងឥឡូវធ្វើការថតបាត់អវេនហ្នឹងចឹងទៅមានគេរបស់ខ្មែរយើងហ្នឹងតមកយើងធ្វើការមកកន្លែងដើមអស័យដែលគេដាក់กระดาษហ្នឹងដើម្បីសរសេរឥឡូវយើងធ្វើការមករើសกระดาษពណ៌មួយមកយើងយកពណ៌បៃតងនេះអញ្ចឹងខ្ញុំយកធ្វើការសរសេរឥឡូវយើងសរសេរជាភាសាជប៉ុនថាខ្ញុំគឺជាប់មកខ្ញុំប្រឡងខៃក៏ជាប់តមកខ្ញុំបានសរសេរហើយខ្ញុំបានភ្ជាប់នឹងដើមអាស័យហើយតមកយើងធ្វើការ scan យកកាដូហើយខ្ញុំ scan ហើយឥឡូវបានកាដូសមីមួយតមកយើងធ្វើការដើរមើលគេទៅឥឡូវបានមកដល់កន្លែងគេលក់របស់របរទៅដល់ anime មានបតោងសោបតាមកំពប់នេះមាន collection អីចឹងទៅធ្វើការដើរមកមើលទាំងអស់ការមើលអស់ហើយតមកទៀតមកមើលម្ដងទៀតមិនអស់ចិត្តដើរមើលអស់ចឹងណាដល់ពេលឥឡូវយើងមើលអស់ហើយបន្តមកទៀតដល់មើលឃើញ poster គេដាក់លក់ចង់ទិញដែរប៉ុន្តែមិនដឹងថាបិទតាណាអញ្ចឹងក៏មិនបានទិញតែមកក៏ដើរហួសមកមើល anime collection ម្ដងទៀតដល់មកមើលហើយមើលទៀតអត់ទៅមើលនឹងគ្មានបានទិញស្អីទេដល់មកក៏ដើរមកមើលហួសមកមើលខ្សែដៃមានជាមានអីចឹងទៅគេលក់ហោហែតែគេមិនបានទិញទេប៉ុន្តែដើរមើលអស់ចិត្តហើយមានទៀនមានអីចឹងទៅពេលមើលអស់ហើយនឹងទៅផ្លែកពេលនោះក៏មកតូបមួយទៀតហ្នឹងគឺគេលក់ anime collection ដែរតែអានេះតែខាងហ្នឹងគឺធំតែទៅនឹង anime ធំជាងមុនហើយស្អាតណាហើយក៏ថ្លៃដែរមានលុយទេអញ្ចឹងមកដើរតែឯងហើយក៏ដើរហួសមកមើលកន្លែងគេលក់ទាស័យប្រទាលវាហ្នឹងក៏លក់ដែរតែគេបានទិញទេបានតែដើរមើលហ្នឹងលើមើលចាស់ថាមកមើលគេបិទតែទៅនឹងកតបានព័ត៌មានគេផ្សេងតែទៅនឹងកម្មវិធីបុណ្យនៅប្រទេសជប៉ុនអីហ្នឹងមើលរយៈហើយធ្វើការដើរចេញមកក្រៅខាងមុខវិញដើម្បីដើរលេងហ្នឹងទៅមកក៏ដើរទៅកន្លែងស្តង់គេលក់អីតោះឥឡូវយើងទៅនេះឥឡូវយើងមកដល់កន្លែងស្តង់គេលក់អីហើយមានលក់តុក្កតាលក់របស់ញ៉ាំរបស់អីចឹងទាំងហោហែឥឡូវយើងដើរមើលគេទៅនេះឥឡូវដល់ទូការ៉េមហើយអញ្ចឹងឃើញការ៉េមគេដំណងអញ្ចឹងក៏ធ្វើទេដើរមើលគេហ្នឹងដើរមើលហើយឃើញគេធ្វើការ៉េមដំណងថតមើលទៅហើយការ៉េមហ្នឹងចង់ញ៉ាំដែរតែមិនបានទៅញ៉ាំទេដល់តែឯងទៅមានញ៉ាំជាមួយឥឡូវឃើញគេកំពុងធ្វើការ៉េមហ្នឹងគឺឃើញមកប្លែកមកខ្ញុំអត់ដែរឃើញពីមុនមកទេអញ្ចឹងឃើញវាចាប់អារម្មណ៍ក៏ថតឃើញគាត់ធ្វើតំណងត្រូវទៅធ្វើមើលការធ្វើការ៉េមរួចហើយដើរទៅទៀតហើយដើរមើលនោះលើឃើញគេលក់ប្រហិតលក់អីហ្នឹងក៏ថតមកទៅតំណងខ្លាំងប៉ុន្តែមិនបានទៅញ៉ាំទេណាមួយយើងមិនសូវមានលុយផងឥឡូវក៏ដើរចូលមកក្នុងកន្លែងចាស់វិញមើលម្ដងទៀតមុនទៅផ្ទះវិញឥឡូវយើងធ្វើការដើរមើលហើយដល់នេះមានផ្សែងមកមានផ្សែងទេឥឡូវនេះមានផ្សែងច្រើនអញ្ចឹងក៏ថតម្ដងទៀតទៅមិនអស់ចិត្តទៅមកហើយថតរួចបានដើរចេញត្រឡប់ទៅខាងក្រៅវិញទៅខាងក្រៅហ្នឹងមិនទៅផ្ទះមែនទេទៅអង្គុយលេងនៅនេះសិនឥឡូវដើរចេញមកហើយក៏ដើរមើលគេតិចទៀតបន្ទាប់មកក៏ដើរទៅកន្លែងសួននេះសួនគេកំពុងតែគេមានលេងបាញ់ព្រួយបាញ់អីអំបិលកងអំបិលអីហ្នឹងតែខ្ញុំគ្មានបានចូលរួមលេងគេទេដើរតែឯងហ្នឹងម៉ងអញ្ចឹងក៏បានតែដើរមើលគេហ្នឹងឥឡូវនេះមកដល់សួនហ្នឹងអង្គុយមាត់ទឹកហ្នឹងមើលត្រីមើលអីមើលព្រាបយល់ទៅឡូនលីហ្មងឯកាំងហៅមើលព្រាបហ្នឹងព្រាបគេទៅមានគ្នាឯងដើរតែឯងទៅមកក៏ទិញបានតែរួចឆ្ងាមកកែវដល់ផឹកតែឯងផឹកតែឯងអីឆ្ងាញ់តែតមកថតមកមុខខ្លួនឯងទេមកឯងមិនយល់ទេមានស្អាតស្អីទេពូខ្លាចតមកថតបាត់អវេននៅសួនច្បារសាលាតិចទៅទេហើយក៏
អង្គុយមកមើលត្រីនឹងទៀតនិយាយទៅអង្គុយមើលត្រីហ្នឹងមុនទៅផ្ទះមើលត្រីមើលព្រាបហ្នឹងមិនធ្វើអីទេវា fresh អស់មានខ្យល់មានអីចឹងទៅក៏មួយយ៉ាងដែរនេះព្រាបហោះហ្នឹងធៀមស្អាតហ่ะហើយត្រីគេក៏មានក្នុងហ្នឹងក៏ស្អាតដែរត្រីមានច្រើនតែថតបានតែ2 3ទេមិនចាំឃើញត្រីផងហើយក៏អង្គុយលេងមកសបកហ្នឹងទៅមួយអង្គុយមើលព្រាបមើលត្រីហ្នឹងទៅតែឯងរំបែប lonely ចឹងទៅពេលអង្គុយមើលព្រាបម៉ងមានព្រាបមានត្រីចឹងទៅពេលមើលហើយអស់ចិត្តអស់ចង់ហើយក៏ត្រឡប់ទៅផ្ទះវិញចឹងហើយនឹងជាវីដេអូដំបូងដែលខ្ញុំចេញប្លុកធ្វើប្លុកទី1អត់ចេះស្អីទេចឹងសូមបងប្អូនមើលឲ្យខ្ញុំប្រាប់កាន់អីជុំជួយគាំទ្រខ្ញុំផងធ្វើចេះទេចេះធ្វើលេងទុកមើលអនុស្សាវរីយ៍ថ្ងៃក្រោយ